Hi guys ខ្ញុំនៅរ៉ាជានិស្សិតឆ្នាំទី3ផ្នែក IBM តាមមហិមាខ្ញុំនៅក្នុងថ្ងៃនេះហើយម៉ោងដំបូងហ្នឹងគឺជាម៉ោង Supply Chain Management គឺជាការគ្រប់គ្រងនៅសង្វាក់ផលិតកម្មហើយអ្នកគ្រូបរៀនយល់ល្អមកឲ្យលេខ1បន្ទាប់ពីរៀនហើយក៏យើងបានទៅព្រែកញ៉ាំបាយពេលព្រឹកដែរគេចូលវាពេលញ៉ាំខ្ញុំចាំចូលរៀនដោយសារតែទៅជុំចប់ចឹងឃើញសិស្សប្អូនមកចោះឈ្មោះចូលរៀននៅសាលា UP ច្រើនមែនតើមកហ្នឹងពេលព្រឹកផងមិនដឹងពេលថ្ងៃនឹងច្រើនប៉ុន្មានទៅឃើញសិស្សប្អូនមែនតើនឹកឃើញសំណាងមិត្តភ័ក្តិខ្ញុំដែលដើរមកខ្ញុំនេះខ្លះទៅជាអ៊ំច្បងគេហើយឡើយយើងកំពុងធ្វើដំណើរទៅកាន់តូបបាយម៉ូយយើងគឺឈ្មោះថា B2 គឺជាម៉ូយបាយរបស់ពួកយើងហ្មងអ្នកដែលញ៉ាំហ្នឹងប្រហែលជាដឹងហើយថារសជាតិឆ្ងាញ់អត់បើចាំខ្ញុំប្រាប់ទេគឺម៉ូយគាត់ឆោពេលខ្លះធ្វើទៅដើមកន្លែងទៀតមិនបានញ៉ាំចាក់មកចាក់ចេញគ្រូបាយទាំងអស់បងសើមួយចាបានណាគេដាក់មានស៊ុបនោះគេថាឆ្ងាញ់ណានេះអសរគេនេះអសរគេនេះអសរថាហានេះមិនដាក់ពួកម៉ាក់មេមត់ខ្ញុំវិញអើយថ្លៃហ្មងបាយដាក់ម្រេចដាក់តោះឲ្យញ៉ាំអត់មានសុកមុតមួយខែត្បូងខ្មុំឡៃថាពីសុកហ្នឹងថាពីខែនោះមានណាហូបចង់អីទៅlike you guys នេះមនុស្សហៅជាតិ it is ល្អបងឥឡូវដើម្បីឲ្យបងឯងជោគជ័យបងសុំប្លុកមួយទៅឥឡូវជីឡានយកម៉ោង 2:10 អញសើនឹងចាញ់បាច់បាត់យើងមិនជឿឯងទេបន្ទាប់ពីសោយអស់ចិត្តហើយយើងតើ enjoy our breakfast ពួកវាថាមកយូរតាមពិតពួកវាហ្នឹងណាធ្វើខ្ញុំសោយឲ្យមានបានហូបទេបន្ទាប់មកក៏យើងបានទៅធ្វើការទិញកាហ្វេនៅកាហ្វេភូមិន្ទចុំមកអាយអ្នកលក់មើលញ៉ាំផងមើលពូទៅចាក់ដូចឥណ្ឌាទៅបន្ទាប់ពីញ៉ាំអីហើយទិញកាហ្វេហើយយើងធ្វើដំណើរទៅកាន់ថ្នាក់យើងវិញនៅអគារដេទៅហូបបាយមួយផ្លែតណាប៉ុន្តែអ្នកមកដាក់ពាក្យគឺកាន់តែច្រើនទៅហ្មងអូនហ្នឹងហើយខ្ញុំចង់បញ្ជាក់មួយថាមុខជំនាញខ្ញុំគឺរៀនទៅលើភាសាអង់គ្លេសសុទ្ធណាប៉ុន្តែលោកគ្រូអ្នកគ្រូក៏គាត់អាចជាពយល់ជាភាសាខ្មែរដើម្បីឲ្យយើងកាន់តែងាយយល់ដែរលោកគ្រូសូមអំធូ word មួយ slay បន្ទាប់ពីរៀនចប់ហើយខ្ញុំ plan ថានឹងទៅ DLK នៅមុខ IFL មួយផ្លែដើម្បីទិញអីវ៉ាន់តុបតែងបន្ទប់ខ្ញុំចិត្តមកដល់មែនតើដោយសារមានអីវ៉ាន់ច្រើនស្រួលរើសហើយឃើញអីប្លែកភ្នែកចឹងអារបស់ខ្លះចង់ទិញផងទៅទិញដែរព្រោះឃើញប្លែកភ្នែកពេកចេញពីហ្នឹងហើយខ្ញុំបានឈានចូល QR ម៉ាត់របស់ E3 នៅទៅមុខអនុវិទ្យាល័យពោធិ៍តុងឃើញថាមានអីវ៉ាន់ច្រើនមែនតើមានទាំងសាឡាត់មានទាំង home salmon មានទាំង sushi មានទាំងផ្អែមខ្មែរគឺមានច្រើនខ្លាំងមែនតើហ្មងតែខ្ញុំឃើញតែតាកូននេះខ្ជូតមែនតើហើយចង់សាកក៏ទិញយកមកទៅហើយនៅក្នុងនេះខ្ញុំឃើញមានក្តាមប្រៃមានជ្រក់ជើងមាន់អូយមានច្រើនមែនខ្ញុំឡើងវ៉ាវហ្មងឡើងប្លែកភ្នែកហ្មងដោយសារភាគច្រើនគឺរបស់ខ្មែរនៅក្នុងហ្នឹងអញ្ចឹងហ៎ដូចទឹកដោះគោនេះអូយទឹកដោះគោអីមែនទេកាហ្វេប៉ុន្តែរសជាតិមៀលវិញមិនមានរសជាតិកាហ្វេណាឃើញប្លែកវិញទិញមកទៀតហើយអានេះវិញក៏ដូចគ្នាដែរប៉ុន្តែរសជាតិដូចជាកៅឡាក់ I think soបន្ទាប់ពីនោះខ្ញុំឃើញនំប្រធានបារបស់វៀតណាមមកដោយសារខ្ញុំទៅប្រកួតអាជីវកម្មមួយហើយខ្ញុំផលិតនំប្រភេទ protein បានឹងដែរខ្ញុំចង់សាកភ្លក់ថារសជាតិប្រភេទផ្លែឈើរសជាតិមិនដែរដូចរបស់ពួកខ្ញុំធ្វើអត់អញ្ចឹងរសជាតិមានអីប្លែកតែដោយសាររបស់ខ្ញុំធ្វើចេញពីល្ពៅជាមួយនឹងបន្លែរបស់គេនេះគឺធ្វើចេញពីផ្លែឈើរសជាតិម្យ៉ាងម្នាក់ហើយខ្ញុំសង្ឃឹមថាផលិតផលដែលខ្ញុំបានធ្វើនោះនឹងបានដាក់លក់នៅក្នុងម៉ាតរបស់ខ្មែរយើងដែរអញ្ចឹងហើយបន្តមានតែប៉ុណ្្នឹងអរគុណ